សួស្តីបងប្អូនទាំងអស់គ្នានៅទីនេះខ្ញុំមានប្រយោគពីរ I wake up early ដែលមានន័យថាខ្ញុំក្រោកពីគេងព្រលឹមមួយទៀតគឺ I'm up before most people ខ្ញុំក្រោកពីគេងមុនមនុស្សភាគច្រើនបងប្អូនឃើញប្រយោគពីរនេះតាមពិតន័យគឺដូចតែគ្នាឯងគាត់ចង់និយាយថាគាត់ក្រោកពីគេងព្រលឹមអញ្ចឹងណាប៉ុន្តែបងប្អូនសាកគិតតិចមើលបើសិនជាយើងចេះយើងប្រើប្រាស់អាប្រយោគបែបទី2នេះតើវានឹងជួយយើងឲ្យមានសិល្បៈនៅក្នុងការនិយាយឬការសរសេរភាសាជាងខាងលើត្រូវទេហើយចំណុចនេះបងប្អូនខ្លះគឺរៀនភាសាអង់គ្លេសយើងត្រូវដឹងថាតាមពិតគេចង់បង្រៀនយើងឲ្យចេះអញ្ចឹងពេលដែលយើងមានគំនិតមួយចង់និយាយយើងត្រូវចេះនិយាយក្នុងរបៀប2 3ផ្សេងគ្នាអញ្ចឹងទៅហើយរបៀបខ្លះនិយាយមកបង្ហាញថាយើងចេះច្រើនរបៀបខ្លះនិយាយមកបង្ហាញថាយើងចេះតិចចឹងនៅក្នុងករណីនេះប្រយោគទាំងពីរនោះអត់មានអីខុសទេត្រូវដូចគ្នាអញ្ចឹងគ្រាន់តែប្រយោគទី2នេះបង្ហាញថាយើងមានសិល្បៈក្នុងការនិយាយការសរសេរនោះវាច្រើនជាងហើយការរៀនភាសាគឺវាបូកបញ្ចូលទាំងពីរទាំងសិល្បៈផងទាំងលក្ខណៈវិទ្យាសាស្ត្រផងអញ្ចឹងហើយមកគេនិយាយថា language is arts and science together ចឹងយើងគួរតែរៀនទៅឲ្យចេះលក្ខណៈបែបហ្នឹងណាចឹងនៅក្នុងករណីនេះយើងចង់និយាយថាយើងក្រោកពីគេងលឿនជំនួសឲ្យការនិយាយថា I wake up early យើងអាចនិយាយថា I'm up before most people កន្លែងនេះ I'm up ក៏បានឬក៏ I wake up ក៏បានដែរប្រយោគនេះវិញគឺ this food is good ចំណីអាហារនេះគឺល្អឬក៏អាហារនេះល្អខាងក្រោមនេះគេនិយាយថា this is exactly my kind of food នេះគឺជាប្រភេទនៃចំណីអាហារដែលត្រូវសម្រាប់ខ្ញុំតែម្ដងចាំបងប្អូនឃើញទេគេព្យាយាមបញ្ចូលសិល្បៈក្នុងការនិយាយការសរសេររបស់គេទៀតហើយលក្ខណៈបែបនេះឲ្យបងប្អូនត្រូវរៀនហើយពេលដែលយើងនិយាយដល់សិល្បៈវាអត់មានវិធីមួយទេដែលប្រកបថាត្រូវផ្ទុយទៅវិញគឺជាការច្នៃប្រឌិតដែលយើងដាក់ចូលទៅក្នុងការនិយាយការសរសេររបស់យើងចឹងឥឡូវនេះបងប្អូនសាកតិចមកបងប្អូនយកប្រយោគសាមញ្ញដែលខ្ញុំនិយាយពីរខាងលើហ្នឹងមួយគឺ I wake up early មួយទៀតគឺ this food is good បងប្អូនសាកយកវាទៅច្នៃមកតើបងប្អូនអាចច្នៃចេញបែបណាបានច្នៃហើយបងប្អូនសាក comment ក្រោមវីដេអូនេះមក